នឹកស៊ីមៀបពេកបងប្អូនអើយចឹងយ៉ាងនេះគឺទៅស៊ីមៀបដាក់មួយ trip វិលល្ងាចតែម្ដងជីទៅថ្មសាំងlại chốt chốt thọt thùng rider នេះបងប្អូនអូយច្រើនណាស់សួស្តីប្រិយមិត្តរបស់កំលី Traveler ទាំងអស់គ្នាចឹងណាក៏ខ្ញុំចេញដំណើរទៅលេងខេត្តសៀមរាបណាបងប្អូនគឺទៅវិលល្ងាចទេហើយទៅនេះគឺយើងទៅអត់មានកម្រងអីវែងឆ្ងាយធំដុំអត់មានគោលដៅអីច្បាស់លាស់ធំទេគឺខ្ញុំទៅគ្រាន់តែទៅញ៉ាំជ្រូកអាំងនៅឯភូមិរដាក់ហើយក៏បានទៅដើរមើលប្រាសាទបន្តិចបន្តួចហើយក៏ត្រឡប់មកផ្ទះវិញហើយបងប្អូនគឺអត់មានអីធំដុំទេអញ្ចឹងឥឡូវនេះគឺយើងបានមកដល់ឯស្ទូងក៏ខ្ញុំបានចូលសម្រាប់ញ៉ាំអាហារពេលព្រឹកនំប៉ាវមួយជាមួយនឹងកាហ្វេអាឡាតេមួយកែវព្រោះខ្ញុំឃ្លាតអាយឡាតេមិនមួយរយៈហ្នឹងប៉ុន្តែកាហ្វេនៅហ្នឹងគឺស្រាលមែនតើបងប្អូនខ្ញុំហៅអាយឡាតេអត់ស្ករតែដាក់មកគឺស្រាលមែនតើខ្ញុំមានអារម្មណ៍ថាខ្ញុំអាចនិយាយបានថាខ្ញុំញ៉ាំទៅវាដោយជាតិកាហ្វេបន្តិចទេប៉ុន្តែបើឲ្យខ្ញុំចូលចិត្តអត់ខ្ញុំអត់ចូលចិត្តទេព្រោះដោយសារតែកាហ្វេស្ដើងពេកបងប្អូនហើយកាហ្វេនៅហ្នឹងគឺស័ក្តិសមសម្រាប់ក្មេងៗឬក៏បងប្អូនយើងដែលគាត់ចូលចិត្តញ៉ាំកាហ្វេស្ដើងឬក៏អ្នកដែលញ៉ាំកាហ្វេដំបងអត់ទាន់ចេះញ៉ាំអីគឺត្រូវហើយអូខេចឹងឥឡូវយើងបានកាហ្វេអឺរសជាតិវាអត់ត្រូវចិត្តខ្ញុំទេបងប្អូនព្រោះដោយសារតែវាស្រាលហើយបងប្អូននៅនេះអ្នកដែល fan ខ្ញុំមួយចំនួនដែលគាត់តាមដានខ្ញុំគឺគាត់ដឹងថាខ្ញុំចូលចិត្ត Americano ហើយកាហ្វេខ្លាំងហើយនេះ Latte ខ្ញុំយកអត់ស្ករទៀតតែវារៀងស្រាលមែនតើហ្មងបើសិននៅដាក់ស្ករទៀតខ្ញុំមិនដឹងថាវាស្រាលដល់ដំណាក់កាលណាទេប៉ុន្តែខ្ញុំគិតថាអ្នកដែលគាត់ញ៉ាំកាហ្វេដំបងឬក៏ក្មេងៗដែលគាត់ទៅតែញ៉ាំដំបងគឺត្រូវហើយតែសម្រាប់ខ្ញុំនៅខ្ញុំសួរខ្ញុំមិនឆ្ងាញ់អត់ឆ្ងាញ់បើឲ្យផឹកអត់ផឹកអូខេឥឡូវយើងចេញដំណើរបន្តទៅទៀតហើយពេលដែលមកតាមផ្លូវហ្នឹងគឺជួបនៅប្រិយមិត្តរបស់យើងដែលគាត់មកពីបោះតង់ម្ដងឬក៏ទៅបោះតង់ម្ដងប៉ុន្តែខ្ញុំក៏បានឲ្យ logo sticker របស់ខ្ញុំទៅគាត់ដែរអញ្ចឹងបើបងប្អូនឃើញខ្ញុំនៅក្រៅអីចង់សុំថតរូបចង់សុំ sticker អីអាចសុំបានខ្ញុំអត់ចិត្តអាក្រក់អត់ចិត្តកំណាញ់អីទេបងប្អូនអូជឿបងប្អូនណាជីទៅថ្មសាំងឥឡូវយើងចាក់សាំងដបទៅអស់ហើយព្រោះការ៉ាសាំងនេះឆ្ងាយចិត្តដល់ការ៉ាសាំងហ្នឹងដល់កជីទៅថ្មសាំងទៅលេងទីនេះ Let's go បងប្អូនអរគុណខ្ញុំយកគំរូតាមខ្ញុំមើលតែសាំងឡូតចាក់ហើយតែមួយឡូតរបស់ខ្ញុំនេះជីបាន40គីឡូដែរបងប្អូនវាឡូតទៅខ្ញុំកំណត់គីឡូប្រហែលកំណត់គីឡូវាជីបាន40គីឡូធម្មតាមកពេញបងអញ្ចឹងបងប្អូនទាំងអស់គ្នាជិះម៉ូតូកុំយកគំរូតាមខ្ញុំមើលតែវាឡូតសាំងចាក់ហើយមិនជាឡូតតាមផ្លូវចិត្តដល់ហើយហ្នឹងយើងដើរម្នាក់ឯងក៏វាមួយយ៉ាងដែរបងប្អូនយើងអត់ស្មុគស្មាញច្រើនណាស់គ្រាន់ចាំគ្នាហើយពេលបាយទឹកអីយើងអត់ស្មុគស្មាញយើងចង់ដេកចង់ទៅដល់ម៉ោងចេញវឹកស្មានបង12000នេះបងចាក់ហើយជិះលេងអស់ហ្មងបងយើងជិះដល់ណាប្រាប់បងប្អូនយើងឲ្យហើយសាំងគ្មានការ៉ាស់ណាល្អទេតែចាក់ហើយជិះចាំមើលជិះយូរទៅអស់ហើយមែនទេបងចាក់ទៅអត់ជិះបើថាយើងចាក់ហើយអត់ជិះអាហ្នឹងក៏វាអស់ដែរតែវាអស់តិច
Cả ta bị hút đấy. Đâu á bông. Tới xin miết ta lên cô tí. Ok ចឹងឥឡូវនេះគឺខ្ញុំបានមកដល់នៅឯមុខប្រាសាទអង្គរវត្តប៉ុន្តែខ្ញុំអត់បានចូលអង្គរវត្តទេបងប្អូនព្រោះដោយសារតែខ្ញុំមកសាចូលពេកចឹងក៏ខ្ញុំមកអង្គុយញ៉ាំអីនៅចិត្តហ្នឹងហើយនិយាយគ្នាលេងហ្គេមអីតិចតួចក៏យើងបន្តដំណើរទៅភូមិព្រះដាក់ញ៉ាំជូកខ្វៃជូកអាំងហ្មងទៅញ៉ាំបាយថ្ងៃហើយអ្នកតែតាមដានខ្ញុំមួយចំនួនហ្នឹងគឺគាត់ប្រហែលជាស្គាល់ហាងមួយនេះព្រោះដោយសារតែខ្ញុំទៅស៊ីមៀតគឺខ្ញុំមិនដែលម្លងទេឲ្យតែបាយថ្ងៃគឺខ្ញុំទៅញ៉ាំបាយនៅហាងអង្គួយខ្មែរចាំមុំភូមិព្រះដាក់នឹងឯងហើយខ្ញុំក៏បានឆ្លងកាត់នៅប្រាសាទនេះដូចជាប្រាសាទអីប្រាសាទបទាយឆ្មាបងប្អូនបើសិនដឹងអីជួយខមមិនប្រាប់ខ្ញុំផងហើយខ្ញុំចេញពីហ្នឹងមកក៏ខ្ញុំចូលមកលេងនៅប្រាសាទតាព្រំហ្នឹងណាផ្លូវចូលបងប្អូននេះប្រាសាទតាព្រំTemple ចឹងយើងចាប់ដើមឡើងទៅហើយក៏មានជនបរទេសដែលគាត់មកលេងណាបងប្អូនចឹងសម្រាប់ចដានេះយើងឡើងស្រួលយើងត្រូវប្រកាន់ស្ដាំព្រោះក្នុងប្រទេសកម្ពុជារបស់យើងគឺពួកយើងប្រកាន់ស្ដាំចឹងពេលទៅស្ដាំមកវិញស្ដាំកុំឡើងខាងនោះគេធាក់តម្លាក់មកវិញណាបងប្អូនឥឡូវយើងបានចូលមកដល់ផ្លូវទៅប្រាសាទតាព្រំយើងខ្លះទៅមុនហើយនៅគ្នាយើងនៅក្រោយចឹងមកសានេះគឺយើងអត់នៅគេនៅអីទេគឺយើងមកវិលល្ងាចហើយណាមួយក៏ខ្ញុំនឹកប្រាសាទខ្លះដែរចឹងនេះគឺកន្លែងវង់ភ្លេងបងអើយមានលុយជួយដាក់ទេចឹងខ្ញុំអស់លុយហើយបាត់Okay. Good. Bonjour. Yes. Bonjour. Yeah, bonjour. ហើយប្រាសាទតាព្រំពេលដែលយើងដើរមកដល់នៅពេលដែលមេឃភ្លៀងតិចហើយបានចេញផ្សែងចេញមកពីថ្មណាបងប្អូនគឺស្អាតមែនតើខ្ញុំឃើញខ្ញុំនិយាយថាបើថាបងប្អូនបានទៅផ្ទាល់ណាគឺកាត់ថ្លៃមិនបានទេសម្រស់មួយនេះគឺมันអាចកាត់ថ្លៃបានប្រហែលគឺស្អាតយកតែមែនតើហើយប្រាសាទដូនតាខ្មែរកសាងមកមួយថ្មអត់ដែលតូចទេបងប្អូនទុកឲ្យកូនចៅជំនាន់ក្រោយមើលមួយថ្មចេញមកធំជាងខ្លួនមនុស្សយើងអញ្ចឹងខ្ញុំសូមនិយាយតែប៉ុណ្្នឹងបានហើយអញ្ចឹងឲ្យបងប្អូនមើលវីដេអូបែបរាតែម្ដងដើម្បីឲ្យទទួលបានអារម្មណ៍ពិតតែម្ដងណាបងប្អូនវ៉ាវត្រង់ហេបេញមកនៅគេឲ្យចូលតាមនោះក៏ដែរខ្ញុំដឹងតែមិនដល់តាមមកថ្ងៃទេ Yes good ថតចម្លាក់ទិញឆាត់មកអូខេនេះគឺជាកន្លែងថតរូបដែលសម្រាប់អ្នកសិស្សនិស្សិតប្រហែលស្គាល់ច្រើនព្រោះមានគេដាក់ជានេះគេហៅអីក្របសភៅក្របសភៅយើងដាក់កន្លែងឈុតថតTomb Raiderបងប្អូនឃើញកាយដែលគាត់កំពុងតែដឹកដៃជនជាតិបរទេសម្នាក់ដែលមានវ័យចាស់ជរាបងប្អូនអញ្ចឹងគឺគាត់ជួយដឹកដៃហ្នឹងគឺមានន័យថាគាត់ជួយយកចិត្តទុកដាក់ខ្លាំងមែនទែនសម្រាប់ជនបរទេសដែលគាត់មកលេងស្រុកខ្មែរគឺមកមើលប្រាសាទមើលអីដើរមើលប្រាសាទរ៉ៃរ៉ាប់ប្រាប់អីហ្នឹងគឺគាត់យកចិត្តទុកដាក់
និយាយរួមទៅគឺធ្វើយ៉ាងណាឲ្យភ្ញៀវបរទេសមកលេងស្រុកខ្មែរយើងហ្នឹងគឺមានភាពកក់ក្ដៅក្នុងការមកលេងនៅស្រុកខ្មែរយើងហ្មងនេះអាចបញ្ជាក់បានថាស្រុកខ្មែរយើងគឺមកលេងដោយមានសុវត្ថិភាពហើយមានអ្នកយកចិត្តទុកដាក់ចំពោះជនបរទេសដែលមកលេងហ្នឹងហើយដើមឈើនេះវិញគឺសម្បូរឃ្មុំមែនតើបងប្អូននិយាយថាឃ្មុំមួយធំមែនតើធំជាងខ្លួនខ្ញុំទៀតអញ្ចឹងខ្ញុំមកមើលប្រាសាទនេះគឺខ្ញុំថតបានតិចទេបងប្អូនព្រោះតែសារតែពេលវេលាយើងខ្លីគឺខ្ញុំទៅវេលាល្ងាចអញ្ចឹងក៏ខ្ញុំចេញពីប្រាសាទតាព្រំក៏ត្រឡប់មកកាហ្វេកម្មកាហ្វេណាញ៉ាំហើយក៏ត្រឡប់មកទៀតអូខេឥឡូវយើងមកដល់កម្មកាហ្វេយើងបានមកដល់កម្មកាហ្វេហើយកំពុងចូលរកកំងអីញ៉ាំសិនចូលមកឈ្ងុយកាហ្វេគេច្រើនតួឯងមានកាហ្វេផាសិនសូកូឡាហើយនឹងម្ឆាខ្ញុំយកអៃឡាតេអត់ស្ករហើយយកកាហ្វេខ្លាំងណាស់ខ្លាំងល្មមខ្លាំងអាណាខ្លាំងដែរអាហ្នឹងខ្លាំងណាស់ណាបាទខ្លាំងណាស់ហ្មងអូខេពីកាអានេះខលបានណាបងហើយខលបានណាហៅឡូបងលឺអត់លឺអត់នេះលឺអត់បាទលឺអត់លឺបងអីមកគេជេរខ្ញុំហ៎អត់លឺបងអីអត់លឺហ្នឹងឯងបាទគេជេរខ្ញុំហ៎បងហ៎បាទគេជេរខ្ញុំជួនកាលនេះស្អីយើងដាក់សំទឹកចេញទៅក្រោយវត្តណាបងវត្តណាក៏បានអត់មានលងអីចឹងអូខេយើងមកកែវអស់3000ហើយយើងមកយើងមិនមែនថាអត់មានជំរើសទេបងប្អូនកាហ្វេមានជំរើសច្រើនដោយគាត់និយាយមិញមានស្រាលកដាលមានខ្លាំងហើយមានខ្លាំងណាស់ទៀតតែជាមួយខ្ញុំអត់ចៅប្រហែលព្រោះតែសារប្រហែលញ៉ាំកាហ្វេចំអារ៉ាប៊ីកាបងប្អូនគាត់ដាក់អារ៉ាប៊ីកាយកអារ៉ាប៊ីកា 100% មកដាក់អាយឡាតេខ្ញុំអត់ស្គាល់ដល់ពេលញ៉ាំទៅបានតែស្ដាប់ខ្លួនអញ្ចឹងយើងមកនេះដាក់អាខ្លាំងណាស់មុននឹងចេញទៅផ្ទះវិញមែនទេចឹងឥឡូវយើងបានចូលមកកម្មកាហ្វេញ៉ាំកាហ្វេអានេះខ្ញុំហៅខ្លាំងអស់លេខខ្លាំងណាស់កាហ្វេខ្លាំងណាស់អត់មានស្ករខ្ញុំអត់ដាក់ស្ករទេបងប្អូនមូលហេតុដែលខ្ញុំញ៉ាំកាហ្វេឡាតេដោយសារតែមួយថ្ងៃនេះមានអារម្មណ៍ថានឹកទៅដល់គោមែនទែនបើតាម favorite របស់ខ្ញុំគឺ Americano កាហ្វេតកកខ្ញុំទៅចេះម៉ានទេអញចេះដែរគាត់ថាអត់សូវចូលចិត្តស្រួលឆ្ងាញ់អត់ឆ្ងាញ់តែបើថាឲ្យចូលចិត្តហ្មងអត់ទេចូលចិត្ត Americano ជាង Americano អត់ស្ករយកអាខ្លាំងណាស់ហ្មងចឹងវីដេអូខ្ញុំយ៉ាងហ្នឹងក៏គឺអត់មានអីច្រើនទេព្រោះដោយសារតែខ្ញុំទៅហ្នឹងគឺខ្ញុំទៅវេលាល្ងាចទេបងប្អូនអញ្ចឹងបើសិនបងប្អូនពេញចិត្តវីដេអូរបស់ខ្ញុំអីអាច scan QR នេះបានហើយចូលទៅ subscribe channel YouTube របស់ខ្ញុំហើយក៏ដូចជាជួយ follow page របស់ខ្ញុំផងគឺខ្ញុំដាក់នៅក្នុង QR code ហ្នឹងទាំងអស់ទាំង link Facebook ទាំង link អីនៅក្នុងហ្នឹងទាំងអស់តែម្ដងអញ្ចឹងខ្ញុំសង្ឃឹមថាបងប្អូននឹងមកជួយគ្រប់គ្រងខ្ញុំដូចគ្នាអញ្ចឹងជួបគ្នានៅវីដេអូក្រោយបាយបាយ